ជំរាបសួរលោកគ្រូនិងអ្នកនឹងមើលនៅវីដេអូនឹងទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងមកបង្ហាញអំពីរបៀបដែលគេdesign superheat receiver សម្រាប់ dual mode cellular phone system ដែល phone system ហ្នឹងវា accept ទៅកាន់ analog ផងនិង digital ផងហើយនៅក្នុងសំណួរនៃលំហាត់ហ្នឹងគឺគេចង់ឲ្យ specify ទៅកាន់ FLO, FIF និង image frequency ចង់មុនដំបូងខ្ញុំនឹងស្រង់សមីការដែលគេឲ្យនឹងមកសិនអូខេអញ្ចឹងទៅនៅក្នុងលំហាត់មួយហ្នឹងគេឲ្យcarrier frequency ចំនួន2គឺ carrier frequency ទី1ហ្នឹងគឺ850និងទី2ហ្នឹងគឺ1900 MHz អូខេបន្ទាប់ពីដឹងស្រង់សមីការហើយដំបូងហ្នឹងគឺខ្ញុំនឹង select ទៅកាន់ FIF ឬក៏ intermediate frequency ជាមុនសិនអូខេហេតុអីបើខ្ញុំជ្រើសរើសយក70ហ្នឹងដោយសារតែនៅក្នុង problem មួយហ្នឹងគឺគេអត់បាន specify ទៅកាន់ FIF ណាដែលត្រូវប្រើប្រាស់ទេអញ្ចឹងទៅខ្ញុំជ្រើសរើសយក70ហ្នឹងវាជា design parameter ដោយ70ហ្នឹងវា provide 140 MHz separation រវាង desired RF signal ជាមួយទៅនឹង image frequency separation កន្លែងហ្នឹងរហូតទៅដល់140 MHz ដែលវាធំអញ្ចឹងតើវាស្រួលក្នុងការធ្វើ image filtering ហើយខ្ញុំនឹងប្រើប្រាស់ high side injection អញ្ចឹងតើបើប្រើប្រាស់ high side injection បើខ្ញុំប្រើប្រាស់ high side injection គឺ FLO ហ្នឹងគឺវានឹងធំជាង FC រហូតអូខេចឹងចាប់ផ្ដើមទៅនេះហ្នឹងដោយខ្ញុំប្រើប្រាស់ high side conversion ចឹងទៅគេFLO ធំជាង FC ហ្នឹងចឹងតែវានាំឲ្យ FC ហ្នឹងស្មើ FLO ដក FI ហើយimage frequency ហ្នឹងFC prime ស្មើទៅនឹង FC បូក2 FIF ស្មើទៅនឹង FLO បូក FIF រូបមន្ត FC prime ហើយមួយ high side conversion injection ហ្នឹងគឺមាននៅក្នុងមេរៀនដែលលោកគ្រូបានផ្ញើឲ្យហ្នឹងអូខេអញ្ចឹងខ្ញុំនឹងគណនាទៅកាន់ case ទី1 case ទី1ពេលដែល FC ហ្នឹងស្មើទៅនឹង5 MHz 850 MHz ដែលខ្ញុំបានជ្រើសរើស FIF រួចមកហើយអញ្ចឹងទៅ FC ស្មើ FLO ដក FIF អញ្ចឹងនាំឲ្យ FLO ហ្នឹងស្មើទៅនឹង FC បូក FIF ស្មើទៅនឹង850បូក70ស្មើទៅនឹង MHz 920 MHz តបមកទៅកាន់ image frequency ហ្នឹងគឺ FLO បូកទៅនឹង FIF អូខេគឺ920បូកជាមួយនឹង70គឺស្មើទៅនឹង990 MHz តបមកចូលទៅកាន់
wait តោះមកនៅក្នុង case ទី1ហ្នឹងយើងអាចដឹងបានថាអូខេឥឡូវហើយ case ទី1ចូលទៅកាន់ case ទី2ដែល career ហ្នឹងគឺស្មើ1900 MHz 1900 MHz ចឹងយើងបាន FLO ហ្នឹងគឺស្មើ FC2 បូក FIF ស្មើទៅនឹង1900បូកទៅនឹង70គឺស្មើនឹង1970 MHz ហើយទី2ហ្នឹងគឺហត់ទៅកាន់ image frequency ហ្នឹងដែលស្មើទៅនឹង FLO បូកទៅនឹង FIF គឺ1970បូកទៅនឹង70បន្ថែមទៀតគឺស្មើទៅនឹង2040 MHz អូខេចឹងចុងក្រោយយើងបានជាចុងក្រោយខ្ញុំបានប៉ុណ្ណឹងអានេះសម្រាប់ case ទី1គឺ FLO ហ្នឹងគឺស្មើទៅនឹង920 MHz ហើយ image frequency ហ្នឹងគឺ990 MHz ហើយ FIF ចំពោះcase ទាំងពីរហ្នឹងគឺស្មើគ្នាហើយចំពោះ case ទី2វិញគឺ FLO ហ្នឹងគឺ1970 MHz ហើយនឹង image frequency ហ្នឹងគឺ2040 MHz ប៉ុណ្ណឹងគឺនេះគឺជាចុងបញ្ចប់នៃវីដេអូខ្ញុំលោកគ្រូអរគុណលោកគ្រូ